នៅល្ងាចថ្ងៃទី23 ខែមករា ឆ្នាំ1897 ជាងដែកម្នាក់ឈ្មោះ Erasmus កំពុងបង្កាត់ភ្លើងក្នុងហាងរបស់គាត់ Erasmus គិតថានឹងបិទហាងត្រឡប់ទៅផ្ទះវិញ តែក៏មានភ្ញៀវចូលមក គាត់ដឹងថានឹងមិនអាចត្រឡប់ទៅផ្ទះវិញបានទេ គាត់អាចនឹងត្រូវធ្វើការដល់យប់ដូច្នេះក៏ហៅកូនជាងអាយុ11ឆ្នាំជួយឲ្យទៅផ្ទះគាត់ដើម្បីទៅអឺតមើលភរិយារបស់គាត់ឈ្មោះ Sona ដើម្បីប្រាប់នាងថាគាត់នឹងត្រឡប់ទៅផ្ទះវិញយឺត ហើយបើត្រូវការអ្វីកូនជាងនឹងអាចជួយទិញឬជួយធ្វើការផ្ទះបានបន្ទាប់ពីកូនជាងបានចេញទៅ Erasmus បន្តការងារវិញប៉ុន្តែគាត់គិតតែអំពី Sona ពីព្រោះនាងកំពុងមានផ្ទៃពោះហើយពួកគេមិនទាន់បានប្រាប់នរណាទេ Sona អាយុ23ឆ្នាំមានសក់ខ្មៅវែងភ្នែកខ្មៅនិងចរិតកំប្លែងលេងសើច Erasmus អាយុ35ឆ្នាំមានធំនិងសង្ហាមានភ្នែកខៀវដាយរបស់ Sona ឈ្មោះ Mary Jane មិនពេញចិត្តនឹង Erasmus ទេព្រោះគាត់ចាស់ជាង Sona ខ្លាំងណាស់តែ Sona ចូលចិត្តនិងស្រឡាញ់ Erasmus ហើយគ្មានអ្វីរារាំងនាងនោះទេមួយខែពីរបន្ទាប់ពីពួកគេស្គាល់គ្នា Sona និង Erasmus ក៏រៀបការពួកគេបានរស់នៅផ្ទះតូចមួយហើយ Sona ក៏មានផ្ទៃពោះពួកគេចង់ប្រាប់ដំណឹងនេះទៅសាច់ញាតិណាស់ប៉ុន្តែ Sona តែងមានអាការៈពិបាកនិងឈឺញឹកញាប់ក្នុងផ្ទៃពោះនាងចេះតែមានបញ្ហាជាមួយកូនក្នុងផ្ទៃពោះដូច្នេះពួកគេបានពន្យាពេលមិនទាន់ប្រកាសកូនជាងក៏បានទៅដល់ផ្ទះ Erasmus និង Sona វាដើរចូលទៅក្នុងខ្លោងទ្វារហើយគោះតែអត់មានអ្នកមកបើកទ្វារទេកូនជាងបានចាប់ផ្ដើមឆ្ងល់ព្រោះ Sona អត់មកបើកទ្វារហើយនាងតែងតែសកម្មនិងចូលចិត្តស្វាគមន៍ភ្ញៀវវានៅឈរនៅខាងក្រៅមិនឮសំឡេងអ្វីក្នុងផ្ទះទេវាគោះម្ដងទៀតប៉ុន្តែមិនឮឆ្លើយវាក៏សាករុញទ្វារហើយឃើញថាទ្វារមិនបានចាក់សោរួចក៏បើកចូលផ្ទះងងឹតគ្មានភ្លើងវាស្រែកហៅអ្នកស្រី Sona តែមិនឮនរណាឆ្លើយវិញពេលវាដើរចូលអើតងាកមើលក្បែរជញ្ជាំងវាស្ទុះសឹងគាំងបេះដូង Sona ដេកស្រក់នៅជើងជណ្ដើរដៃមួយដាក់លើទ្រូងដូចជាកំពុងដេកលក់កូនជាងនោះភ័យតែព្យាយាមដើរទៅជិតហៅនាងម្ដងទៀតហើយឃើញថានាងមិនដកដង្ហើមឆ្លើយតបវិញវាក៏ភ័យរត់ចេញស្រែកហៅឲ្យគេជួយព្រោះ Sona ស្លាប់បាត់ហើយមួយសន្ទុះក្រោយមកអ្នកជិតខាងនិង Erasmus បានមកដល់ផ្ទះសពរបស់ Sona ត្រូវបានគេលើកដាក់នៅលើគ្រែចំណែកឯ Erasmus អង្គុយនៅលើគ្រែក្បែរនឹងកំពុងអោបក្បាល Sona វែកសក់នាងបណ្ដើរយំបណ្ដើរ Erasmus ស្រែកយំពីព្រោះបានបង់ប្រពន្ធថែមទាំងបាត់បង់កូនដែលនៅក្នុងផ្ទៃពោះគាត់អង្គុយអោបក្បាល Sona ដែលកើយលើភ្លៅគាត់ដៃនៅលើកអោបនាងស្រណោះសោកស្ដាយមួយម៉ោងក្រោយពេទ្យបានមកដល់គាត់សុំឲ្យ Erasmus ដាក់ Sona ដេករាបស្មើលើគ្រែដើម្បីពិនិត្យមើលឲ្យដឹងថានាងស្លាប់ដោយសារអ្វីដំបូង Erasmus មិនព្រមទេចុងក្រោយគាត់ក៏យល់ព្រមហើយដាក់ Sona ដេកគាត់នៅបន្តអោបកនាងហើយសម្រួលសក់នាងឲ្យផ្ដេកត្រង់ក្រោយពីពិនិត្យសពរបស់ Sona ពេទ្យក៏សន្និដ្ឋានថានាងស្លាប់ដោយសារបញ្ហាកូនក្នុងផ្ទៃពោះថ្ងៃបន្ទាប់គេបានយកសព Sona ទៅបញ្ចុះនៅទីលានកប់សពដំណឹងរីករាលដាលតៗគ្នាថានាងស្លាប់ដោយសារបញ្ហាផ្ទៃពោះក្នុងពិធីសព Erasmus យំខ្លាំងៗមុននឹងកប់សពគេបើកមឈូសមើលសព Sona ជាលើកចុងក្រោយ Erasmus ក៏បានទៅដាក់កន្សែងបង់កដែល Sona ស្រឡាញ់ជុំវិញកនាងអ្នកចូលរួមបានឃើញ Erasmus យំខ្លាំងៗប៉ុន្តែអ្នកចូលរួមមួយចំនួនទៀតឃើញថា Mary Jane ដែលជាម្ដាយ Sona មិនយំសោកស្ដាយទេប៉ុន្តែនាងបែរទៅជាមើល Erasmus ដោយទឹកមុខស្អប់គគ្រើយមនុស្សមួយចំនួនឆ្ងល់ថាហេតុអ្វីនាងមិនពិបាកចិត្តអាណិតកូនបែរជាសម្លឹងទៅ Erasmus ដោយទឹកមុខខឹងនិងស្អប់ក្រោយពិធីសពបានចប់ភ្ញៀវដែលបានចូលរួមស្វែងរក Mary Jane ដើម្បីចង់និយាយជួយលួងលោមនាងប៉ុន្តែនាងមិននិយាយជាមួយនរណាទេហើយចាកចេញដោយមិនអើពើ Mary Jane ដែលជាម្ដាយរបស់ Sona ចាប់ផ្ដើមប្រព្រឹត្តសកម្មភាពចម្លែក
អ្នកចិត្តខាងចង់យកម្ហូបទៅឲ្យនាងតែនាងមិនទទួលភ្ញៀវមិនបើកទ្វារលែងរួសរាយរាក់ទាក់ដូចមុននៅពេលយប់បន្ទប់នាងភ្លឺចែងចាំងពោរពេញទៅដោយទៀនអុជក្បែរបុកវិចពេញនឹងគេតែងឃើញនាងលុតជង្គង់ហើយសំពះយូរម្ដងគេឃើញនាងចេញក្រៅខ្លួននាងមិនល្អមុខឡើងស្លេកសក់កន្ទ្រីងកន្ទ្រងដើរនិយាយតែម្នាក់ឯងនាងតែមើលជុំវិញខ្លួននឹងពីក្រោយខ្នងដូចមាននរណាតាមពីក្រោយពេលគេឆ្ងល់ដើរទៅជិតនាងហើយសួរថាកើតអ្វីនាងតែមិនឆ្លើយហើយបន្តដើរទៅមុខទៀតថ្ងៃទី21កុម្ភៈមួយខែក្រោយសូណាស្លាប់ Mary Jane ចេញពីផ្ទះគេមើលឃើញនាងរូបរាងល្អជាងមុននាងលែងនិយាយតែម្នាក់ឯងហើយដើរទៅដោយកាយវិការធម្មតាច្បាស់លាស់គេឃើញមុខនាងពោរពេញទៅដោយកំហឹងហើយនាងកំពុងដើរទៅកាន់ប៉ុស្តិ៍ប៉ូលីសចូលទៅការិយាល័យឧក្រិដ្ឋកម្មប៉ូលីសបានដឹងអំពីនាងព្រមទាំងសកម្មភាពនិងកាយវិការដ៏ចម្លែកក្នុងកំឡុងពេលពី3អាទិត្យបន្ទាប់ពីពិធីបុណ្យសពកូននាងប៉ុន្តែប៉ូលីសឆ្ងល់ហេតុអ្វីបានជានាងមកទីនេះនាងទាមទារនិយាយជាមួយប៉ូលីសចំណែកឯប៉ូលីសវិញគាត់នៅបន្តងឿងឆ្ងល់ប៉ុន្តែយល់ព្រមនិយាយជាមួយនាងពីព្រោះគាត់ចង់ដឹងថាហេតុអ្វីនាងមានសកម្មភាពចម្លែកបន្ទាប់ពីការស្លាប់របស់កូននាងក៏ចាប់ផ្ដើមនិយាយជាមួយប៉ូលីសអស់រយៈពេលពី3ម៉ោងអំពីរឿងកូនស្រីនាងព្រមទាំងរឿងដ៏ចម្លែកព្រឺព្រួចមួយដំបូងប៉ូលីសគិតថានាងអាចទៅជាមនុស្សឈួតខូចស្មារតីដោយសារការសោកស្ដាយបាត់បង់កូនរបស់នាងប៉ុន្តែចុងក្រោយបន្ទាប់ពីនាងបាននិយាយពីរឿងគួរឲ្យខ្លាចនេះពីដើមដល់ចប់ប៉ូលីសក៏ចាប់ផ្ដើមជឿនាងភ្លាមពីព្រោះរឿងនេះទំនងនឹងត្រឹមត្រូវសមហេតុផលថ្ងៃបន្ទាប់ប៉ូលីសក៏បញ្ជាឲ្យជីកសពសូណានិងគាស់មកឈូសនាងបើកមើលម្ដងទៀតក្នុងពេលតែមួយគេក៏បានអញ្ជើញពេទ្យឲ្យមកពិនិត្យមើលសពនាងម្ដងទៀតដែរគេប្រទះឃើញសពនាងនៅស្អាតដដែលគេចាប់ផ្ដើមលើកនាងដាក់នៅលើតុដើម្បីពិនិត្យមើលម្ដងទៀតប៉ូលីសនិងពេទ្យមើលពីក្បាលដល់ចុងជើងពួកគេប្រទះឃើញអ្វីមួយដែល Mary Jane ជាម្ដាយរបស់សពសូណាខំប្រឹងប្រាប់ទៅពួកគាត់ប៉ូលីសនិងពេទ្យមើលមុខគ្នាហើយមើលទៅសពសូណាជាពិសេសត្រង់ចំណុចដែល Mary Jane បានប្រាប់ទៅពួកគាត់ទាំងតក់ស្លុតពីព្រោះរឿងព្រឺព្រួចដែលនាងបាននិយាយទៅកាន់ប៉ូលីសនោះអាចជាការពិតពី3អាទិត្យមុនកំឡុងពេលពិធីបុណ្យសពរបស់សូណា Mary Jane នាងពិតជាមានអារម្មណ៍ឈឺចាប់ខ្លាំងណាស់ដែលបានបាត់បង់កូនស្រីប៉ុន្តែនាងមិនអាចបញ្ចេញការឈឺចាប់នេះបានដោយសារនាងខឹងសម្បាយ៉ាងខ្លាំងក្លាទៅលើ Erasmus នាងតែងស្អប់គាត់ជានិច្ចហើយឥឡូវនាងត្រូវបានឃើញគាត់យំសោកបោកខ្លួនថែមទៀតនាងគិតក្នុងចិត្តថាពិធីបុណ្យសពនេះវាសំដៅទៅកូនស្រីរបស់នាងសូណាមិនមែនសម្រាប់ការសម្ដែងអាណិតអាសូររបស់ Erasmus ទេប៉ុន្តែនាងក៏ចាប់ផ្ដើមមានកូនចិត្តថាឆ្ងល់នាងគិតថាការស្លាប់នេះមិនសមហេតុផលទាល់តែសោះហើយអ្នកដែលដឹងរឿងនេះគឺគ្មាននរណាក្រៅពីកូនស្រីរបស់នាងដែលបានស្លាប់នេះទេដែលហេតុនេះហើយបាននាងចាក់ចេញពីពិធីបុណ្យសពដោយអត់និយាយជាមួយនរណាទេនាងខិតខំប្រញាប់ទៅផ្ទះដើម្បីស្វែងរកវិធីតាក់ទងទៅកូនស្រីនាងចាប់ផ្ដើមលុតជង្គង់ហើយបន់ស្រន់ទៅកាន់ខ្មោចកូនស្រីរបស់នាងឲ្យលេចមកជួបនាងដើម្បីស្វែងរកចម្លើយក្នុងកំឡុងពេល2ទៅ3អាទិត្យនោះនាងបន្តខំបែរបន់ដើម្បីឲ្យខ្មោចកូនស្រីនាងចេញមកពេលនាងចេញទៅក្រៅគេឃើញនាងនិយាយតែម្នាក់ឯងនេះគឺដោយសារតែនាងនៅតែបន្តបន់ស្រន់ខ្សឹបខ្សឹបហើយងាកមើលមុខក្រោយសង្ឃឹមថាកូននាងនឹងលេចរូបរាងចេញមកជប់មួយនាងអុជទៀនចាប់ផ្ដើមលុតជង្គង់បន់ស្រន់ដូចជប់រាល់ដងស្រាប់តែមានដុំពន្លឺលេចចេញមកនៅកណ្ដាលបន្ទប់របស់នាងហើយភ្លាមនោះបន្ទប់ក៏ចាប់ផ្ដើមត្រជាក់ខ្លាំង Mary Jane សម្លឹងមើលពន្លឺនោះដោយគិតថានេះជាកូនស្រីរបស់នាងប៉ុន្តែភ្លាមនោះពន្លឺនិងភាពត្រជាក់ដែលបានចេញមកនោះវាបានរលាយបាត់ទៅវិញដូច្នេះ Mary Jane នាងគិតថានោះគឺជាខ្មោចកូនស្រីនាងបានឲ្យសញ្ញាខ្លះៗថានាងនឹងមកទីនេះ
ហើយ Mary Jane ក៏នៅតែបន្តខំប្រឹងបន់ស្រន់បន្តទៀតក្នុងរយៈពេល2ថ្ងៃបន្ទាប់ពន្លឺភ្លឺនឹងលេចឡើង2ដងទៀតប៉ុន្តែវាក៏បានបាត់ទៅវិញយ៉ាងឆាប់រហ័សដែរទីបំផុតនៅយប់ទី4ខណៈដែល Mary Jane នៅក្នុងបន្ទប់របស់នាងបន់ស្រន់ដូចរាល់ដងហើយពន្លឺភ្លើងភ្លឺនោះក៏ចេញមកកណ្ដាលបន្ទប់របស់នាងវាចាប់ផ្ដើមត្រជាក់ប៉ុន្តែបន្ទាប់មកទៀតពន្លឺនោះប្រែរូបទៅជាកូនស្រីរបស់នាង Mary Jane បាននិយាយថាកូននាងស្លៀកខោអាវពណ៌ខ្មៅសុទ្ធស្បែករបស់នាងស្លេកហើយភ្នែករបស់នាងគឺរណ្ដៅងងឹតដោយគ្មានគ្រាប់ហើយសក់របស់នាងត្រង់ធ្លាក់ត្រឹមស្មាហើយនាងកំពុងសម្លឹងមើលម្ដាយរបស់នាង Mary Jane នៅពេលដែលឃើញបែបនេះនាងរន្ធត់ណាស់ដូច្នេះហើយ Mary Jane ចាប់ផ្ដើមឈានថយក្រោយខណៈដែលខ្មោចកូនស្រីនាងចាប់ផ្ដើមឈានដើរទៅរកនាងបន្ទាប់មកនាងចាប់ផ្ដើមពើងទ្រូងឈរតទល់និយាយទៅខ្មោចពីព្រោះនេះគឺជាអ្វីដែលនាងខំបន់ស្រន់ចង់បាន Mary Jane ហាមាត់សួរសំណួរទៅកូននាងថាតើកូនស្លាប់ដោយរបៀបណាហើយនៅពេលដែលនាងសួរសំណួរនេះខ្មោចសូណាក៏ឈប់បន្ទាប់មកសូណាបើកមាត់របស់នាងដីខ្មៅក៏ខ្វក់បានហូរចេញមកនាងបញ្ចេញសំឡេងតិចតិចហើយក៏ចាប់ផ្ដើមប្រាប់ម្ដាយរបស់នាងនៅរឿងដ៏តក់ស្លុតមួយនាងប្រាប់ថា Erasmus ហាក់ដូចជាមនុស្សអស្ចារ្យម្នាក់នៅជុំវិញមិត្តភក្តិប៉ុន្តែនៅពីក្រោយទ្វារក្នុងផ្ទះគាត់គឺជាសត្វចម្លែកដ៏ឃោរឃៅមួយគាត់បានវាយដំច្រំធាក់មកលើនាងហើយមួយថ្ងៃមុនពេលសូណាត្រូវបានកូនជាងរកឃើញនៅចុងជណ្ដើរ Erasmus បានខឹងសម្បារយ៉ាងខ្លាំងទៅលើសូណាចំពោះអាហារដែលនាងបានធ្វើយប់នោះគាត់ចង់ញ៉ាំសាច់ហើយនាងបានធ្វើម្ហូបផ្សេងមិនពេញចិត្តគាត់ដូច្នេះហើយគាត់ខឹងយ៉ាងខ្លាំងហើយនៅពេលដែលសូណាព្យាយាមអង្វរប្រាប់ Erasmus ថានាងនឹងធ្វើម្ហូបផ្សេងទៀតសម្រាប់គាត់ឲ្យ Erasmus ក្រោកឡើងហើយចាប់កនាងលើកផុតដីក្នុងពេលនោះដែរខ្មោចសូណាដែលកំពុងនិយាយប្រាប់ Mary Jane អំពីរឿងនោះក៏បានឈប់និយាយភ្លាមហើយមើលទៅមុខខ្មោចនោះហាក់ដូចជានាងរំជួលចិត្តតក់ស្លុតនឹងភ័យខ្លាចព្រោះនាងកំពុងនិយាយស្រមៃទៅលើរឿងដែលកើតឡើងជាមួយ Erasmus នោះនៅពេលដែលនាងកំពុងឈរនៅទីនោះជាមួយនឹងមុខខ្មោចដ៏អាក្រក់របស់នាងសូណាចាប់ផ្ដើមអណ្ដែតហោះពីដីហើយបន្ទាប់មកនាងបើកមាត់ចំហគ្មានសំឡេងចេញមកទេប៉ុន្តែវាដូចជាខ្យល់នៅក្នុងបន្ទប់ត្រូវបានស្រូបចូលទៅក្នុងមាត់របស់សូណាហើយរំពេចនោះស្រាប់តែមានសំឡេងប្រេះបាក់យ៉ាងស្រាវស្រាវខណៈដែលខ្មោចស្រាប់តែកាច់បែរកទៅក្រោយ180ដឺក្រេប៉ុន្តែរាងកាយរបស់នាងនៅតែបែរមុខទៅរក Mary Jane ហើយបន្ទាប់ពីរឿងនេះបានកើតឡើង Mary Jane អង្គុយនៅស្ងៀមស្រពេចស្រពិលហើយខ្មោចនោះស្រាប់តែធ្លាក់ចុះមកដីវិញខ្មោចសូណាចាប់ផ្ដើមបែរខ្លួនដើរចេញពីបន្ទប់ព្រោះតែនាងបែរខ្លួនប្រាណមានន័យថាក្បាលរបស់នាងបែរមុខទៅក្រោយហើយសម្លឹងមករក Mary Jane វិញ Mary Jane គាត់និយាយថាខ្មោចសូណាដើរទៅមុខក៏បែរមកក្រោយញញឹមដាក់គាត់ហើយបន្ទាប់មកខ្មោចសូណាក៏បានចាក់ចេញទៅដោយនិយាយទៅកាន់ម្ដាយរបស់នាងថាឥឡូវនេះម៉ាក់បានឃើញអ្វីដែលគាត់បានធ្វើដាក់ខ្ញុំហើយបន្ទាប់មកសូណាក៏បាត់ទៅហើយបន្ទប់ក៏ចាប់ផ្ដើមក្តៅវិញ Mary Jane បន្ទាប់ពីឃើញអ្វីកើតឡើងចំពោះមុខមានអារម្មណ៍ហត់នឿយខ្លាំងក៏អង្គុយនៅលើគ្រែយំរហូតទាល់តែដេកលក់ព្រឹកឡើងនាងក៏ទៅប៉ុស្តិ៍ប៉ូលីសដាក់ពាក្យបណ្ដឹងហើយគាត់បានប្រាប់អំពីដំណើររឿងដែលគាត់បានឃើញខ្មោចកូនស្រីគាត់ជប់មិញហើយខ្មោចបានប្រាប់នាងថា Erasmus បានច្របាច់កនាងរហូតទាល់តែស្លាប់ពេលនោះប៉ូលីសពិតជារំជើបរំជួលទៅលើរឿងរបស់ Mary Jane រហូតដល់គាស់មើលសពហើយស្វែងរកពេទ្យដើម្បីពិនិត្យសាកសពរបស់សូណាម្ដងទៀតដើម្បីមើលថាតើនាងមានស្នាមនៅលើកញ្ចឹងកពិតប្រាកដមែនឬយ៉ាងណាពេទ្យនោះក៏បាននិយាយទៀតថានៅថ្ងៃដែលនាងទើបតែស្លាប់គាត់ក៏បានទៅពិនិត្យសពនោះដែរ
គាត់ឃើញថា Erasmus នៅតែក្បាលដំណេកគ្រែសសក់អោបក្បាលរបស់សូណាដោយគិតពីរឿងហ្នឹងពេទ្យក៏សន្និដ្ឋានថាប្រហែល Erasmus ហ្នឹងខំយកសក់និងដៃមកបាំងស្នាមនៅកញ្ចឹងកបន្ថែមពីលើនឹងទៀតពួកគេក៏គិតអំពីពិធីបុណ្យសពផងដែរនៅពេលដែលគេបើកមឈូសមើលសូណាជាលើកចុងក្រោយមុនត្រូវបានទម្លាក់ចូលទៅក្នុងដី Erasmus បានដាក់កន្សែងបង់កដែលនាងចូលចិត្តលាក់បាំងការពិតថាមានស្នាមនៅលើករបស់នាងពួកគេធ្វើការពិនិត្យមើលរាងកាយរបស់សូណាដោយបានដកកន្សែងនោះចេញពីករបស់នាងពួកគេប្រទះឃើញមានស្នាមនៅកដែលមើលទៅដូចជាស្នាមរាមដៃហើយនៅពេលពិនិត្យបន្ថែមទៀតពួកគេឃើញថាករបស់នាងពិតជាដាច់រលាត់ហើយបំពង់ខ្យល់របស់នាងត្រូវបានខូចErasmus ត្រូវបានចាប់ខ្លួនពីបទឃាតកម្មលើប្រពន្ធរបស់គាត់ហើយត្រូវបានកាត់ទោសភ្លាមៗក្នុងអំឡុងពេលសវនាការ Mary Jane នឹងឈរឈ្មោះតំណាងជាជនរងគ្រោះហើយនាងប្រាប់អំពីរឿងខ្មោចកូនស្រីនាងលេចចេញមកហើយបញ្យល់ថា Erasmus បានសម្លាប់នាងដោយរឿងក្តីនេះទាក់ទាញចាប់អារម្មណ៍ជាខ្លាំងធ្វើឲ្យចៅក្រមបានរកឃើញថា Erasmus មានទោសពីបទសម្លាប់ប្រពន្ធខ្លួនឯងមែនទោះបីជាមិនមានហេតុផលផុសតាងច្បាស់លាស់ក៏ដោយគាត់ត្រូវបានកាត់ទោសឲ្យជាប់គុកអស់មួយជីវិតប៉ុន្តែដោយសារតែជំងឺគាត់បានស្លាប់ដោយនៅក្នុងគុកអស់រយៈពេលត្រឹមតែ3ឆ្នាំប៉ុណ្ណោះបន្ទាប់មកគេក៏បានដឹងថា Erasmus បានរៀបការ2ដងមុនពេលរៀបការជាមួយសូណាដោយសារគាត់ជាមនុស្សឆេវឆាវថ្ងៃនេះអ្នកអាចទៅមើលទីបញ្ចុះសពនៅរដ្ឋ Virginia ដែលសពរបស់សូណាកប់នៅទីនោះភ្នូររបស់នាងបានឆ្លាក់សរសេរថាករណីលើកទី1ដំបូងដែលសាក្សីទទួលបានផុសតាងពីខ្មោចដើម្បីបានជួយកាត់ទោសឃាតករ